បងប្អូននេះគឺជាសកម្មភាពដែលខ្ញុំវត្តត្រីឆ្ដោព្រឹកមិញបងប្អូនត្រីឆ្ដោ2គីឡូ3ខាំបងប្អូនចិត្ត3ខាំខ្វះបន្តិចទៀត3ខាំវាជាប់នៅក្នុងកក់ឆ្ងាយមែនទែនបងប្អូនតែទាញមករួចខ្ញុំក៏ចុះទឹកបងប្អូនមានណាគាត់ទៅចុះបានបន្តិចទឹកឡើងត្រឹមទ្រូងអត់ហ៊ានចុះទៅមុខទៀតទឹកវាជ្រៅកន្លែងហ្នឹងវាស្រះប្រហែលជាស្រះកន្លែងហ្នឹងវាជ្រៅលិចក្បាលសវ៉ាឡើងមកវិញបងប្អូនហើយទឹកជ្រៅពេកអត់ហ៊ានចុះទៅម្នាក់ឯងបងខ្លាចយើងវាអត់សូវជាហែលទឹកដែរព្រោះយើងខ្លាចមែនណាទេបងប្អូនសវ៉ាឡើងមកវិញខំប្រឹងកាន់ដងសទួចផងអីផងដើររកកន្លែងណារៀងចិត្តតិចរៀងស្រឡះអាចទាញមកនេះបងប្អូនខំប្រឹងទាញមិននឹកស្មានថាត្រីវានៅជាប់បងប្អូនទាញអត់មានលកើណាបងប្អូននៅមើងហ្មងហើយក៏ដើររកមកកន្លែងទួលកន្លែងណារៀងទួលបន្តិចបងប្អូនចុះមកកន្លែងណាដែលយើងគិតថាអាចទាញកើតទាញមកដល់កន្លែងហ្នឹងក៏ទាញកើតដែរបងប្អូនទាញអត់រួចទេដឹងធ្វើមិនអីមិនមានដាក់បធូខ្ញុំបធូខ្សែបងប្អូនបធូខ្សែទៅលេងស្រាប់ត្រីវារើបំរាស់ខ្លួនវារើចេញពីកក់ទៅយើងអាចទាញវាមកវិញបានបងប្អូនយើងអាចទាញវាបានទៅពេលវារើចេញពីកក់ទៅយើងទាញវាមកស្រួលទៅបងប្អូនកុំអីអំបិលទៀតបងប្អូន